ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំព្រឹកថ្ងៃទី6ហើយដល់ពួកយើងចាប់ផ្ដើមធ្វើដំណើរទៅបបកត្រីហើយលេងថៃខ្មាន់នេះណោះបងប្អូនយើងនៅលើទូកចាំហើយយើងលើតិចទៀតបងប្អូនចាំមើលថាយើងថ្ងៃនេះយើងអាចរកត្រីបានប្រមាណខ្លះហើយបងប្អូនយើងនៅចាំលើទូកហើយបងប្អូនទូកស្មាច់ដែលយើងត្រូវធ្វើដំណើរទៅទន្លេនេះទន្លេទូចតែយើងចេញទៅទន្លេក្រៅធំបងប្អូនពួកយើងចេញទៅណាចេញទៅហើយមើលអូទន្លេស្អាតណាស់មិនចុះអាប់ចុះអីអែមែនតើបងប្អូនយើងមកដល់ប្លង់យើងហើយប្លង់នេះគេដាក់សម្ភារៈទីខ្មាន់ច្រើនណាអញ្ចឹងយើងបបកនៅនឹងនេះស្មាត់ទេតែបងប្អូនអើយមួយទៀតហើយនេះត្រីទី2នៅថ្ងៃនេះហ្មងណាថ្ងៃទី2ជាប់តែខ្មាន់ណាធំណាស់បងប្អូនធំមកបងប្អូនអើយចូលទៀតនេះស្មាត់ដែរចូលទៀតដែរចាំថតមកស្មាត់បាច់ធ្ងន់មួយទៀតហើយនេះគីឡូធ្ងន់លើអូអែមណាស់បើក្លុបយកដាក់នោះប្រយ័ត្នដៃតកាប់ចាប់លុះសិនបងយើងណាមកព្រឹកណាខ្មាន់សុតអូអានេះខ្នាតបងប្អូនអើយធំមកនេះមួយនេះចូល6-7ខាំមកហ្នឹងកន្លះគីឡូជាងឯងនេះអីនេះខ្នាតនេះស្មាត់យើងនេះស្មាត់យើងនេះអ្នកបើកទូកបរោះសង្ហាដោយសារខ្លាហែកណែបងប្អូនណាត្រីនេះមកផ្ទះបងស្រីនេះចិត្តបានណាបងអើយគាត់យកបងប្អូនខាងបងទូណាហ្នឹងគាត់យកត្រីមកឥឡូវនៅអាំង2ទៀតធំហើយយើងធ្វើទឹកលក់ឲ្យដាក់ទួចហើយគាត់អ្នកបិទស្រាបងប្អូនស្រាសគាត់ឆ្ងាញ់មែនតើនេះស្រាសនេះឆ្ងាញ់ណាគាត់បិទហ្មងអានេះគាត់ free ឲ្យខ្ញុំគាត់ free ឲ្យខ្ញុំកន្លះលីត្រសាក់តេះមើលត្រីមានទឹកស៊ីអ៊ីវទឹកស៊ីអ៊ូម្ទេសហ្នឹងបាច់ដាក់អីច្រើនទេបងប្អូនទឹកស៊ីអ៊ូម្ទេសហ្នឹងជាមួយត្រីអាំងហ្នឹងយើងអាំងឲ្យឆ្អិនក្រៅទៅក្នុងរៀងនៅឈាមមកជាតិដែរបងប្អូនណាសុភើនៅក្នុងកបងទុកសាក់ស្វាយបងប្អូនបត់ពិសោធន៍នៅកម្ពុជានេះបត់ពិសោធន៍នៅខាងនេះគេហៅព្រែកតាសេកបងប្អូនកោះជ្រុំឲ្យចូលដល់កោះជ្រុំឲ្យបងទឹកដីជាប់ព្រែកតាសេកនេះបត់ពិសោធន៍នៅក្នុងព្រែកតាសេកនៅទឹកដីកម្ពុជាឃុំកោះតកៅបងប្អូនឃុំកោះទៅស្រុកជលគិរីយើងធ្វើដំណើរទៅវិញនេះអានេះគេកោះជ្រុំបងប្អូនយើងពុំមកធ្វើដំណើរទៅវិញអូក្តៅហើយបងប្អូន